ប្រឡំឡើងថ្ងៃសៅរ៍តោះយើងទៅផ្សារកសិករជប៉ុនជាមួយគ្នាមកហ្នឹងគឺសំដៅមករើសពោតផ្អែមចាខែនេះគឺសបោបងប្អូនពោតផ្អែមបន្លែភ្នំអីនៅមាននៅឡើយទេហើយអាកាសធាតុនៅក្នុងប្រទេសជប៉ុនខែនេះគឺថាមេឃយើងសតុំណាដោយសារមានព្យុះមានអីម្ដងម្កាលដែរមានភ្លៀងហើយផ្កាអធិស័យគេរីកឡើងពេញនឹងសំបីនៅផ្សារក៏ឃើញស្អាតដែរនេះឃើញពោតសនៅជប៉ុនគេលក់មកគូអញ្ចឹងបងប្អូនឆ្ងល់អត់ដោយសារសមាជិកគ្រួសារតិចអញ្ចឹងអ្នកណាចង់បានតាពីអីទិញតាពីនឹងទៅចាំមិនមែនទិញមកផ្លូនអីដូចយើងនៅស្រុកខ្មែរបានទេប៉ុន្តែគ្រាន់ថាអ្នកទិញនេះគឺថាប្រមូលយកទៅហ្មងឃើញតំណងណាហើយពោតលឿងគឺថាផ្អែមឆ្ងាញ់ហើយពោតសនឹងគឺរឹតតែផ្អែមមានជាតិហ្មងបើសិនតែយើងយកទៅអាំងតែមួយផ្លែតឯបានញ៉ាំហើយក្លិនឡើងឈ្ងុយចាខែនេះខែក្តៅចាបើមាន barbecue អីអាំងពោតអាំងសាច់អីញ៉ាំគឺថាឆ្ងាញ់ចឹងហ្មងហើយស្ពៃក្តោបគេក៏ផ្អែមដែរហើយខែនេះគឺសាប៊ូខ្ទឹមសចាទិញយកទុកឲ្យហើយហើយថ្ងៃនេះទិញភាគច្រើនហ្នឹងគឺពោតនឹងឯងបងប្អូនចាទិញបានស្ដេចមេឃដែរគេបកហើយស្រែកយើងយកទៅស្ងោរញ៉ាំដូចក្របខ្នោចឹងនេះពោតពណ៌សស្វាមីនឹងខ្ញុំក៏រើសមកយ៉ាងត្រឹសធំល្អមែនទែនហើយមួយថ្ងៃយើងញ៉ាំម្នាក់មួយឬក៏ម្នាក់ពីរចឹងណាញ៉ាំបាយហើយគឺអាំងពោតញ៉ាំអីអត់ភ្លេចទេជាមួយនឹងតកួនចាហើយស្វាមីនឹងខ្ញុំក៏ចូលចិត្តបបួលគ្នាមកផ្សារចាំមករើសបន្លែអីល្អថ្មីចឹងណាហើយថ្ងៃនេះទិញបានខ្ទឹមសជប៉ុនចាមានធំមានតូចចឹងណាហើយតម្លៃអត់សូវថ្លៃហ្មងទេសម្បូរហ្មងបងប្អូនចាហើយអត់ភ្លេចជាមួយនឹងតកួនណាមកផ្សារហ្នឹងរកតកួននេះស្វាមីនេះខ្ញុំក៏បិទម៉ាស់ចានៅជប៉ុននេះកូវីដអត់មានមែនប៉ុន្តែគេបិទម៉ាស់ការពារចឹងដែរណាហើយនឹងលាងដៃនឹងអាកុលចាហើយយើងឃើញតពាំងគេល្អនេះចាតពាំងនេះមិនដែលបានយកទៅធ្វើអីទេទោះបីជាទិញក៏យកទៅទុកចោលដែរបងប្អូនដោយសារជាទូទៅហ្នឹងគឺអត់សូវបានធ្វើញ៉ាំប្រភេទពួកតពាំងចាគឺគេធ្វើឲ្យស្រាប់ស្ងោរឲ្យស្រាប់អញ្ចឹងយើងស្រួលនៅជប៉ុនទិញមកយកមកធ្វើម្ហូបបានលឿនហ្មងបើថាទិញស្រស់យកទៅស្ងោរអីអត់សូវមានពេលណាហើយនៅក្នុងថ្ងៃសៅរ៍អាទិត្យចាដើរទៅទិញបន្លែអញ្ចឹងទេប៉ុន្តែអត់ទាន់បានញ៉ាំភ្លាមទេគឺសៅរ៍អាទិត្យនាំគ្នាដើរញ៉ាំបាយនៅខាងក្រៅអញ្ចឹងមើលដល់របស់ណាចង់ទុកញ៉ាំនៅថ្ងៃច័ន្ទនេះអញ្ចឹងណាចាគឺទិញទុកឲ្យហើយទិញនេះទិញយកទៅទុកញ៉ាំថ្ងៃច័ន្ទឡើងទៅវិញនេះហើយធម្មតាយើងទៅផ្សារ supermarket គេចាគេមានផ្សារទំនើបផ្សេងទៀតអញ្ចឹងណាទិញបន្លែទិញសាច់អីផ្សេងទៀតចាអត់ភ្លេចទេជាមួយនឹងផ្កាបងប្អូនឃើញអត់មកលើកណាក៏បានដែរបានពីរទៅវិញចាផ្កានេះស្អាតណាស់ខ្ជូតហើយស្រទាប់វារៀងមូលកតុបល្អមើលមែនតើតាមពិតទៅមុននឹងចូលទៅទិញបន្លែនៅក្នុងគឺថាដើរមើលផ្កាខាងក្រៅអស់ហើយបើថាមានផ្កាណាយើងប្លែកជាងគេបានទិញយកមកហើយនៅក្រៅផ្សារគេនេះមានដាំផ្កាអធិស័យប្រភេទអធិស័យព្រៃចាហើយនឹងប្រភេទផ្កាស៊ឺជីគឺវារីកនៅក្នុងខែនឹងដែរមានទឹកភ្លៀងមានអីតាមពិតផ្កានឹងរីកនៅខែក្តៅនេះចាហើយស្វាមីនេះខ្ញុំនៅគាត់ប្រមូលអីវ៉ាន់ដែលទិញមិញហ្នឹងយកទៅដាក់គូតឡានសិនហើយដើរមកវិញយើងទៅបន្ទប់ទឹកយើងទៅញ៉ាំការ៉េមញ៉ាំអីចឹងណានៅចិត្តហ្នឹងគេមានហាងកាហ្វេញ៉ាំតែញ៉ាំកាហ្វេអីចាមកដល់ដាក់មកប៉ុសសិនជាមួយផ្កាមើលទៅតំណងស្អាតអូផ្កាគេឡើងញុកហ្មងនេះផ្កាច្រើនណាគេប្រើជីបែប organic ចាដាំលំអរគុណសម្រាប់ការទស្សនាជម្រាបលា